ចឹងបានជាថ្នាក់ដល់នោះមិនត្រឹមមានសង្ឃហធម៌វាមានទស្សនវិជ្ជាធម៌នោះតែនៅក្នុងបេដកលោកសម្ដែងថាមនាភិក្ខុទាំងឡាយសម័យណាដែលព្រះរាជាមានទស្សនវិជ្ជាធម៌គ្រប់គ្រងធម៌ហើយមន្ត្រីក្រុមអាវាតរមែងមានធម៌ផងពលសេនាទាហានរមែងមានធម៌ផងអ្នកសុនិគមក៏រែងរមែងមានធម៌ផងសង្គមនោះទេវតាក៏ស្រឡាញ់ផងរុក្ខជាតិរមែងឲ្យផលមានរសជាតិផ្អែមឆ្ងាញ់ពិសាគ្មានជាតិគីមីផងភ្លៀងធ្លាក់តាមរដូវកាលផងសម័យនោះបានសេចក្តីសុខណាស់ឃើញទេចុះសម័យណាដែលព្រះរាជាអត់មានទស្សនវិជ្ជាធម៌ថ្នាក់ដឹកនាំមិនមានទស្សនវិជ្ជាធម៌មានតែការខឹងក្រោធការបាញ់បោះមន្ត្រីខាងក្រមអូវ៉ានក៏មានការខឹងក្រោធការបាញ់បោះការកាប់សម្លាប់ការបើកស៊ីសបាយផ្សាយញីអ៊ុនបងពួកមន្ត្រីពួកទាហានមានដូចគ្នាអ្នកស្រុកក៏មានដូចគ្នាពួកទេវតាទាំងឡាយក៏ស្អប់ទៅពួកទាំងឡាយស្អប់ផ្លែឈើទាំងឡាយក៏អត់ផ្លែទៅដល់អត់ផ្លែទៅមនុស្សចាប់ផ្ដើមបង្កើតថ្នាំគីមីដើម្បីបង្ខំវាដល់បង្ខំបានផ្លែសុទ្ធតែគីមីចឹងទៅភ្លៀងក៏វាមិនជូរកាលដល់ភ្លៀងមិនជូរកាលក៏នាំគ្នាបង្កើតផ្សែងដើម្បីបាញ់ពពួកឲ្យធ្លាក់ភ្លៀងទៅវារិះរោចចឹងទៅពួកទេវតាស្អប់ចឹងទៅសម័យនោះអត់បានសុខទេនេះភិក្ខុទាំងឡាយបានសុខទេឃើញទេបងសម្ដែងអស់ហើយប៉ុន្តែយើងអត់ធ្វើយើងអត់ធ្វើ